សម័យចេនឡាដកស្រង់ពីសិក្សាសង្គមថ្នាក់ទី7និងសិក្សាសង្គមថ្នាក់ទី9ប្រទេសកម្ពុជាបានឆ្លងកាត់សម័យកាលជាច្រើនរូបមកហើយសម័យកាលនីមួយៗមានរាជាគ្រងរាជសម្បត្តិនិងគ្រប់គ្រងទឹកដីជាបន្តបន្ទាប់ជាមួយគ្នានោះដែរទំនាស់ផ្ទៃក្នុងរាជវង្សនិងចំនួនដណ្ដើមវិទីទឹកដីជាមួយនគរដតីក៏ចេះតែកើតមានឡើងតួយ៉ាងដូចនៅក្នុងសម័យចេនឡាជាដើមតើអាណាចក្រចេនឡាមានស្ដេចអង្គណាខ្លះនិងមានចំនួនដូចម្ដេចដែរព្រះបាទភវវរ្ម័នទី1នៅគ្រិស្តសករាជ550ដល់600នៅចុងសម័យនគរភ្នំដោយសារព្រះបាទរុន្ទ្រវរ្ម័នបានធ្វើគុណវរ្ម័នជាប្អូនដើម្បីដណ្ដើមរាជហើយនោះការបះបោរចលាចលក៏កើតមានឡើងហើយចលនាបះបោរនេះក៏កាន់តែរីកធំឡើងព្រះអង្គម្ចាស់មួយអង្គព្រះនាមភវវរ្ម័នបានវាយដណ្ដើមយកអាណាចក្រនគរភ្នំដែលជាមរតកជីតាខ្លួនមកវិញបានគឺព្រះបាទភវវរ្ម័ននេះហើយដែលបានបដូរឈ្មោះប្រទេសពីនគរភ្នំមកជាកម្ពុជាដែលយើងប្រើរហូតដល់សព្វថ្ងៃនេះព្រះបាទមហន្តរវរ្ម័ននៅគ្រិស្តសករាជ600ដល់គ្រិស្តសករាជ615ក្រោយពីព្រះបាទភវវរ្ម័នសោយទីវង្គតទៅព្រះបាទមហន្តរវរ្ម័នត្រូវជាប្អូនបានគ្រងរាជបន្តនិងទ្រង់បានបន្តការពង្រីកអំណាចរបស់អាណាចក្រចេនឡាបន្តទៅទិសខាងលិចនិងទៅទិសខាងត្បូងទៀតព្រះបាទអេសនៈវរ្ម័នទី1នៅគ្រិស្តសករាជ615ដល់គ្រិស្តសករាជ638ក្រោយពីព្រះបាទមហន្តរវរ្ម័នសោយទីវង្គតទៅព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមអេសនៈវរ្ម័នទី1ទ្រង់បានឡើងគ្រងរាជបន្តពីព្រះបិតាព្រះបាទអេសនៈវរ្ម័នជាព្រះរាជាមានមហិទ្ធិឫទ្ធិណាស់គឺព្រះអង្គនេះហើយដែលបានបញ្ចប់ការវាយដណ្ដើមយកអាណាចក្រភ្នំទាំងស្រុងដោយទ្រង់វាយដណ្ដើមបានរាជធានីអង្គរបូរីក្នុងអំឡុងឆ្នាំ630នៃគ្រិស្តសករាជក្នុងរជ្ជកាលរបស់ព្រះបាទអេសនៈវរ្ម័នអាណាចក្រចេនឡាមានការរីកចម្រើនរុងរឿងណាស់ប៉ុន្តែក្នុងពេលដែលព្រះអង្គចូលទីវង្គតទៅហើយគ្មានបុត្របន្តរាជផងនោះភាពវឹកវរចលាចលក៏បានផ្ទុះឡើងសារជាថ្មីព្រះបាទភវវរ្ម័នទី2នៅគ្រិស្តសករាជ639ដល់គ្រិស្តសករាជ655ភាពវឹកវរចលាចលដែលកើតមានឡើងក្នុងពេលដែលព្រះបាទអេសនៈវរ្ម័នសោយទីវង្គតត្រូវបានវាយបង្ក្រាបយ៉ាងឆាប់រហ័សដោយកម្លាំងដ៏ខ្លាំងក្លារបស់ព្រះបាទភវវរ្ម័នទី2ដែលមានកងទ័ពនិងនាម៉ឺនមន្ត្រីមានភក្តីយ៉ាងម៉ឺងម៉ាត់ចំពោះព្រះអង្គព្រះបាទជ័យវរ្ម័នទី1នៅគ្រិស្តសករាជ655ដល់គ្រិស្តសករាជ681ព្រះបាទជ័យវរ្ម័នទី1ជាព្រះរាជបុត្ររបស់ព្រះបាទភវវរ្ម័នទី2ទ្រង់បានឡើងគ្រងរាជបន្តពីបិតាព្រះអង្គក្នុងឆ្នាំ655នៃគ្រិស្តសករាជជ័យវរ្ម័នទី1ទ្រង់យកព្រះទ័យទុកដាក់ណាស់ក្នុងការថែរក្សាទឹកដីដ៏ធំទូលាយដែលបុព្វបុរសរបស់ព្រះអង្គបានបន្សល់ទុកឲ្យព្រះមហាក្សត្រីជ័យទេវីនៅគ្រិស្តសករាជ681ដល់គ្រិស្តសករាជ713ដោយព្រះបាទជ័យវរ្ម័នទី1ពុំមានព្រះរាជបុត្រាដែលអាចសោយរាជស្នងពីព្រះអង្គបានមហេសីព្រះនាមជ័យទេវីត្រូវឡើងគ្រងរាជបន្តពីព្រះអង្គព្រះមហាក្សត្រីជ័យទេវីសោយរាជពីឆ្នាំ681រហូតដល់ឆ្នាំ713ក៏ប៉ុន្តែអំណាចរបស់ព្រះនាងពុំមានមូលដ្ឋានរឹងមាំឡើយការចុះខ្សោយនៃអំណាចកណ្ដាលនេះហើយដែលធ្វើឲ្យអាណាចក្រចេនឡាត្រូវបែងចែកជាពីរគឺចេនឡាទឹកលិចនិងចេនឡាដីគោកនៅដើមសតវត្សទី8